ពេលមានទុកបើមិនអាចជួយខ្លួនឯងបានទេត្រូវរកគេឲ្យជួយមនុស្សណាល្អដែលអាចជួយណែនាំគាត់បានដែលគាត់ទុកចិត្តអត់ចាំបាច់ត្រូវបង្ហោះ Facebook អីទេព្រោះក្នុង Facebook វាមានមនុស្សដែលមិនសប្បាយចិត្តនឹងយើងមនុស្សអនឹងយើងកើតទុកយល់ថាគេមក comment គេបញ្ឈឺអីទៅយើងរឹតតែខ្លាំងទៅទៀតអាត្មាសង្កេតឃើញបងប្អូនយើងរៀងឆាប់ដាក់អីតិចទៅទាស់ចិត្តជេរបចោអីគ្នាស្អីឌឺដងស្អប់តិចផ្ដាសាទៅវាឆេះទាំងយើងអ្នកខឹងគេអ្នកទទួលនោះឆេះដែរចឹងភ្លើងឆេះទាំងអស់គ្នាវាអត់ស្ងប់ទេកាយហ្នឹងឲ្យល្អចេះជួយគ្នាវិចារហ្នឹងល្អហើយវិចារហ្នឹងមិនមែនតើនិយាយទេcomment ផុសអីក៏ដោយក៏ចាត់ចូលនៅក្នុងវិចារបើប្រើត្រូវបានបនបើប្រើមិនត្រូវបាបគឺក្តៅគឺគេឲ្យគេជេរបន្តិចដល់ថាវាកើតបាបទាំងអស់គ្នាតែជាម៉ែជាឪជាសាលារៀននេះហើយរួមទាំងប្រសង់នឹងផងត្រូវធ្វើម៉េចផ្សំពូជល្អពេលដែលកូននៅទូចពីព្រោះយើងវិចពូជបនមកសំពាយពូជបាបមកសំពាយមកជាមួយខ្លួនយើងហើយតើនៅពេលដែលកូននឹងញាស់ឡើងនឹងយើងបដោះពូជណាបានមុនរយៈពេលកូនកើតមកដល់អាយុ7-8ឆ្នាំហ្នឹងជាពេលវេលាដែលបណ្ដុះពូជល្អឲ្យកូនបើអាត្មាស្រឡាញ់ចង់ឲ្យការអប់រំទូទៅក្តីការអប់រំពុទ្ធសាសនាក្តីទៅជ្រាបដល់នោះអត់ចង់ចាំដល់ចាស់ហើយឬក៏ចូលថ្នាក់វិទ្យាល័យឲ្យទៅរៀនទ្រឹស្ដីពុទ្ធសាសនាវាកែលែងចង់បានហើយសម្ដេចការបង្រៀនរបស់សម្ដេចទាំងនិមន្តទៅតាមស្ថាប័នរដ្ឋស្ថាប័នឯកជនក្តីឬមួយតាមការធ្វើវីដេអូនៅលើ social media ក្តីសម្ដេចចាប់ផ្ដើមគិតធ្វើកិច្ចការចឹងតាំងពីពេលណាមកឆ្នាំ2014-15មែនទេគ្រូឆ្នាំ2014-15កណាកាលនោះគ្មាន Facebook ហ្វេអីទេ copy กระดาษចែកសិស្សចែកមិត្តភ័ក្តិហ្នឹងទៅខ្ញុំឃើញកន្លែងណាល្អចេះជូនណាកណាហើយបើអញ្ចឹង text message ទូរស័ព្ទ message ទូរស័ព្ទអត់ទាន់ហ្នឹងហើយគាត់ចេះតែធ្វើទៅក៏បែកគំនិតចឹងទៅថតវីដេអូអីខ្លះចឹងទៅក្រោយមកទេវីដេអូហ្នឹងនោះសម្ដេចចំណាយពេលវេលាច្រើនជាមួយការសិក្សាបត្រៃបិដកដែរប៉ុន្តែគំនិតដែលធ្វើឲ្យងាយស្រួលហ្នឹងអត់ងាយស្រួលទេគឺមានការលំបាកខ្លាំងមែនតើអញ្ចឹងទាំងអស់ហ្នឹងសម្ដេចគំនិតដែលធ្វើឲ្យសម័យហ្នឹងចាប់ផ្ដើមកកើតពីខាងណាខ្លះពីលោកខាងលិចខ្លះពីពុទ្ធសាសនាខ្លះពីទូទៅខ្លះឬមួយយ៉ាងណាពង្រៀនសាសពង្រៀនណាដូចតាំងពីទូចមកណាបឋមអនុវិទ្យាល័យបានមកបញ្ញាសាស្ត្រទុកតាមដិតកុលភេកឲ្យពង្រៀនសកលចឹងអញ្ចឹងក្មេងៗវាងាយយល់អីធរអាអីវាបាក់ស្ដាប់ហ่ะអញ្ចឹងវាថាយកពាក្យអវាទព្រះហ្នឹងមួយម៉ាត់អញ្ចឹងមកពយល់យ៉ាងណាឧទាហរណ៍ថានិវរណធរស្ដាប់មិនបានទេអញ្ចឹងយើងដាក់ថាឧបសគ្គខាងក្នុងចិត្តយើងហ្នឹងហើយមានពាក្យមួយថាកុកកញ្ចក់អញ្ចឹងប្រែថាស្ដាយក្រោយបើយើងប្រើពាក្យកុកកញ្ចក់នេះគ្នាស្ដាប់មិនបានអញ្ចឹងថាអើយណែឥឡូវរឿងណាហួសហើយឥឡូវនេះទៅចាត់ទុកថាយើងមានបាបកម្មចាស់តែឥឡូវដោះស្រាយឲ្យទៅមុខទៀតទៅកុំឲ្យមានវិបដិសារីហ្នឹងណាហើយបើយើងយកពាក្យកុកកញ្ចក់ឧទាហរណ៍កុកកញ្ចក់ឲ្យគ្នាស្ដាប់មិនបានដល់បញ្យល់អត់ចូលចិត្តធរទេពេលដល់ពេលយើងបញ្ជ្រាបបន្តិចកាត់មកចាប់ឲ្យគ្នាសាកភ្លក់រសជាតិធរអូធរហ្នឹងចឹងតើអញ្ចឹងថ្ងៃក្រោយគ្នាអត់ខ្លាចធរទេពីព្រោះធរហ្នឹងមានប្រយោជន៍សម្រាប់គ្នាយកទៅអនុវត្តណាខ្ញុំកណាចង់ទូសួរសម្ដេចថាហេតុអីបានសមាធិនៅឥឡូវវាមើលទៅដូចជាសំខាន់ខ្លាំងមែនតើមិនថានៅលោកខាងលិចនៅស្រុកខ្មែរទេគឺមនុស្សចាប់ផ្ដើមគិតគូររឿងនឹងច្រើនមែនតើហ្មងមកពីយើងមានជំងឺហើយសមាធិវាថ្នាំព្យាបាលជំងឺផ្លូវចិត្តណាហើយយើងរហនេះរនោះពីមុនមកដល់ពេលឥឡូវយើងដឹងយើងឮច្រើនអូសមាធិនឹងថ្នាំ
ចឹងមនុស្សចាប់ផ្ដើមសាក ចុះសម្រាប់ថ្នាក់ដឹកនាំម្ចាស់អាជីវកម្ម នឹងសម្រាប់ញោមអ្នកទទួលទៅធ្ងន់ហ្នឹងចាំបាច់មែនតើហ្នឹងអត់មានពេលសម្រាប់ដោយព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គរវល់ប៉ុន្តែព្រះអង្គមានឱកាសធ្វើសមាធិនឹងរឿយទៅណាព្រះអនន្តនេះព្រះអង្គបម្រើព្រះសម្មាសម្ពុទ្ធមកយប់មិនសូវបានសឹងណាប៉ុន្តែលោកធ្វើសមាធិមនុស្សយើងអស់កម្លាំងមកដោយសារវាមួម៉ៅខឹងអានេះស្អប់អានោះចឹងវាដុតធម៌ពលយើងច្រើនណាអកុសលហ្នឹងវាធ្វើឲ្យយើង exhaust យើងអស់កម្លាំងមកបើដល់ពេលលោកជាសោតាព្រះអនន្តលោកបម្រើព្រះអង្គច្រើនម៉ោងមែនប៉ុន្តែវាអត់សូវអស់ពីព្រោះចិត្តសប្បាយ សម្រាប់ខ្ញុំកណ្ដាលមានសំណួរមួយហាក់ដូចជាបើស្ដាប់ទៅហាក់ដូចជារៀងឆោតបន្តិចតែក៏មានមនុស្សជាច្រើនលោកសួរខ្ញុំកណ្ដាលឲ្យទូសួរសម្ដេចដែរថាសម្ដេចឃើញញញឹមរហូតសប្បាយរហូតអញ្ចឹងសម្ដេចចេះការទុកដែរអត់ទេសូមស្វាគមន៍មកកាន់កម្មវិធីធម្មពលចិត្តខ្ញុំបាទនឹមឈូនីជាគ្រូបណ្ដុះបណ្ដាលនិងអ្នកអប់រំផ្លូវចិត្តថ្ងៃនេះយើងមានព្រះវិក្កាមិនកិត្តិយសពិសេសហើយខ្ញុំជឿថាបងប្អូនជាពលរដ្ឋខ្មែរសឹងតែគ្រប់រូបស្ដាប់សំឡេងដ៏សត់ទន់របស់ព្រះអង្គជាពិសេសមុនពេលចូលគេងហើយការបង្រៀនព្រះពុទ្ធសាសនាដែលលំបាកព្រះអង្គបានធ្វើឲ្យមានភាពងាយស្រួលសម្រាប់ពុទ្ធបរិស័ទសឹងតែគ្រប់លំដាប់ថ្នាក់ទាំងអស់តែម្ដងថ្ងៃនេះខ្ញុំបាទនិងក្រុមការងារពិតជាមានកិត្តិយសខ្លាំងមែនទែនដែលសម្ដេចបាននិមន្តមកដល់ស្ទូឌីយោរបស់វិបស្សនាតែម្ដងចឹងចូលរួមថ្វាយបង្គំសម្ដេចជាមួយខ្ញុំទាំងអស់គ្នាក្រានពសូមក្រាបថ្វាយបង្គំសម្ដេចទឹកបាទកណាពួកខ្ញុំកណានិងក្រុមការងារពិតជាមានកិត្តិយសខ្លាំងមែនទែនដឹងថាសម្ដេចរវល់ប៉ុន្តែសម្ដេចនៅឆ្លៀតឱកាសចូលរួមកិច្ចសន្ទនាដ៏សំខាន់មួយនេះដើម្បីជាប្រយោជន៍ដល់សាធារណជនកណាចឹងកិច្ចសន្ទនានេះមានរយៈពេលប្រហែលជិត2ម៉ោងសម្ដេចកណាអរគុណច្រើនមុននឹងចាប់ផ្ដើមដល់កិច្ចសន្ទនាពាក់ព័ន្ធរឿងរ៉ាវអំពីជីវិតរបស់សម្ដេចផ្ទាល់អំពីដំណើរកិច្ចការនៅក្នុងពុទ្ធសាសនានិងដំណើរបង្រៀនទាំងយុវជនឬក៏ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ចឹងចង់ទូសួរសម្ដេចថានៅពេលដែលសម្ដេចលើពាក្យថាធម្មពលចិត្តសម្ដេចមានអារម្មណ៍យ៉ាងណាដែរចិត្តមានធម្មពលចិត្តមានកម្លាំងចិត្តដែលធ្វើការងារបានបើនៅក្នុងភាសាអភិធម្មចិត្តបាគុញ្ញតាដូចថាចិត្តគួរដល់ការងារកាយបាគុញ្ញតាកាយនឹងគួរដល់ការងារអានឹងសម្រាប់ឲ្យជីវិតនឹងទៅមុខបានកណាទេឲ្យជីវិតទៅមុខបានប្រកបដោយធម្មពលកណាហើយជាពិសេសនៅក្នុងស្ថានភាពដ៏លំបាកតាំងពីសម័យ COVID ក្តីក្នុងសម័យបច្ចេកវិទ្យាដ៏រីកចម្រើនក្តីឃើញថាទាំងយុវជនទាំងបងប្អូនជាពលរដ្ឋចាប់ផ្ដើមស្ដាប់ព្រះធម៌ចាប់ផ្ដើមស្វែងយល់ពីព្រះធម៌ច្រើនទៅមែនទែនពីព្រោះសម្ដេចផ្ទាល់និងព្រះអង្គផ្សេងបានលះបង់ខ្លាំងមែនទែនក្នុងការបង្រៀនរបៀបម៉េចឲ្យងាយស្រួលដែលមនុស្សអាចយកទៅបដិបត្តិនៅក្នុងដំណើរជីវិតបានដើម្បីឲ្យមានធម៌ពលរស់នៅឲ្យមានភាពប្រសើរជាមួយខ្លួនឯងនិងសង្គមរបស់ខ្លួនអញ្ចឹងមុននឹងបន្តទៀតខ្ញុំកណាចង់ទូសួរសម្ដេចអំពីប្រវត្តិកាលពីនៅក្មេងៗបន្តិចសម្ដេចនិមន្តមកពីស្រុកអូររងឪខេត្តកំពង់ចាមលើត្បូងឃ្មុំលើត្បូងឃ្មុំនៅត្បូងឃ្មុំកណាសម្ដេចសម្ដេចបួសតាំងពីបច្ចុប្បន្ន18ភាសាកាលនោះមិនបានសម្ដេចសម្រាប់ចិត្តចូលបួសដោយសារស្ដាប់ធម៌ពីក្មេងកណាជីដូនម្ដាយសារបើកធម៌តាមវិទ្យុហើយចេះស្ដាប់តាមគាត់ទៅស្ដាប់ទៅជួយចិត្តទៅវត្តអូកណាងាយឡើងជិះកង់ទៅវត្តហ្នឹងក៏នឹកឃើញថាស្រឡាញ់ភេទជាអ្នកបួសហ្នឹងក៏សុំម្ដាយមកបួសមកអូចឹងចូលចិត្តធម៌ចេះតាំងពីនៅក្មេងៗនៅខ្លួនឯងហ្មងបើបានម្ដាយបាននិយាយអីបើកធម៌ឲ្យស្ដាប់ទៅក៏ហ៊ានស្ដាប់ធម៌ក៏បើកវិទ្យុឲ្យស្ដាប់ប៉ុន្តែពេលនោះមិនទាន់យល់ថាយ៉ាងណាទេប្រហែលដឹងថាចូលចិត្តខ្លាំងយល់ណាបង
ណា យល់ដូចថាពីដំបូងឡើយជួយស្ដាប់រឿងពលិស័តកើតជាតម្រៃកើតជាស្វាព្រះអង្គបម្រើពុកបម្រើម្ដាយអីចឹងណាហើយពីក្មេងយើងកូនអ្នកស្រែយើងជាតូចចិត្តថាកូនគេអ្នកផ្សារគេមានម៉ូតូមានអីជិះយើងកូនអ្នកស្រែបាក់ពីយើងតូចចិត្តប៉ុន្តែពេលយើងស្ដាប់ធម៌អាទៅយើងចេះពយល់ខ្លួនឯងថាអូម៉ែឪខំចិញ្ចឹមយើងមកតាំងពីទូចមកដល់ប៉ុណ្ណឹងឥឡូវយើងប៉ុណ្ណឹងយើងធ្វើអីជួយពុកម៉ែវិញយើងវាដូរវិញដូរពីតូចចិត្តយើងត្រូវតាំងចិត្តថាជួយគាត់វិញ ដូរតាំងពីមុនបួសឬក៏ពេលដែលបួសហើយ ដូរមុនបួស អូវ៉ាវណាស់ល្អមែនតើកន្លែងនេះគឺជាការផ្លាស់ប្ដូរផ្នែកកំណត់ដ៏អស្ចារ្យមួយពីព្រោះពីតូចចិត្តហើយយើងសួរសំណួរថាតើធ្វើម៉េចអាចជួយវិញបានណាកណាល្អមែនតើសម្ដេចបួសមកដល់ពេលនេះរយៈពេលប្រហែលឆ្នាំហើយ 28 ឆ្នាំហើយ 28ឆ្នាំសម្ដេចបួសតាំងពី1998 ណា 28ឆ្នាំកណាសម្ដេចមានបងប្អូនប៉ុន្មានអ្នកដែរ 9នាក់ 9នាក់អូប្រុសបានស្រីបានណា ប្រុស5ស្រី4 កណាគូសាដែលមានបងប្អូនច្រើនអ្នកស្ទើរតែខ្លាំងយល់សេះពុកម្ដាយខ្លាំង ណា ពញោមសម្ដេចក៏គាត់ជាអ្នកបដិបត្តិជាអ្នកធរអ្នកអា គាត់បានជីតាគាត់អ្នកបួសពីដើមមកហើយគាត់អាចារ្យគណៈកម្មការធ្វើផ្លូវធ្វើថ្នល់សាងសាលារៀនចេញពីប្រព័ន្ធមកមានអីមានជួយគ្នាអញ្ចឹងណាហើយគាត់នាំគេធ្វើវត្តធ្វើវាអីអញ្ចឹងធ្វើសាលារៀនអីអញ្ចឹងហើយក៏ពុកម្ដាយជាពិសេសម្ដាយក៏ជាប់ដូចថានិស័យធរអាពីពុកមកពីម្ដាយគាត់មកហ្នឹង ចឹងសម្ដេចមានក្របពូជដ៏អស្ចារ្យតាំងពីនៅក្មេងយាយតាពុកម្ដាយមានក្របបានបណ្ដោះក្របពូជបុណ្យធំធេងខ្លាំងមែនតែនណាសម្ដេចបួសហើយគង់នៅវត្តដែរបួសហ្នឹងបានភាសាដែរ នៅអត់បានភាសាមកក៏តាំងចិត្តថាមករៀនហើយក៏មករៀននៅគល់តឹងហ្នឹងឡើយ អញ្ចឹងចេញពីវត្តដែរបួសហ្នឹងមុនមកគង់នៅវត្តគល់តឹងតែម្ដង ហ្នឹងហើយបង កាលនោះមានការណែនាំពីខាងណាឬមួយក៏សម្ដេចបាន មានមិត្តភ័ក្ដិញោមស្រីគាត់ស្គាល់វត្តគល់តឹងហ្នឹងគាត់ក៏ជូនមកឲ្យរៀននៅហ្នឹងចូលមករៀនពីដំបូងគិតថាមកបំពេញហ្នឹងវាលយឆាយយើងក្មេងៗដល់មកគល់តឹងអានោះវាវាស្រែសត្វតមូសមានអីអានោះតើមានអីបងហើយដល់អញ្ចឹងប៉ុន្តែចេះបាំងប្រែងរៀនសូត្ររហូតមកដែរ ខ្ញុំកណាតាមខ្ញុំកណាដឹងឮតាមគ្នានេះតាមមិត្តភ័ក្តិថាសម្ដេចពូកែណាតាំងពីនៅក្មេងក៏រៀនពូកែដែរអាហ្នឹងរឿងពិតឬមួយយ៉ាងណាសម្ដេច រៀនគ្រាន់បើដែរនិយាយទៅដូចទៅពឹកតាំងចិត្តជាមួយម្ដាយដោយសារម្ដាយមានកូនច្រើន9នាក់អីចឹងគាត់ហត់ដែរចឹងដូចថាយើងចង់គាត់សប្បាយចិត្តដែរណាប្រឡងចូលមាសទី1ទី2អីចឹងបានលេខល្អចឹងទៅជំរាបគាត់ដែរតែម៉ែខ្ញុំបានលេខ1លេខ2អីចឹងទៅលេខ3ចឹងទៅបើយើងកូនអ្នកស្រែយើងក៏មិនបានរៀនគួរអីច្រើនដូចកូនអ្នកផ្សារដែរយើងត្រូវមើលគោមើលក្បីកិនកដឹកកយកទៅលក់យកលុយរៀនចឹងណា កណា ហើយដូចតែយើងប្រាប់ម៉ែថាចាំជុំពីក្រោយខ្ញុំប្រឹងឲ្យបានល្អ កណាពេលសម្ដេចនិមន្តមកដល់វត្តគល់តឹងដំបងពូគិតថាមកពេញជីវិតលយឆាយមកគង់នៅពេញស្រាប់តែមកដល់គល់តឹងដំបង28ឆ្នាំមុននោះគឺសុកសែដាច់សញ្ញាដែរហើយនៅហើយជាពេលភ្លៀងvậyលើយប់ឡើងលើទាំងកែបលើតែសัตว์ស្រែកពេញហ្នឹងអញ្ចឹងសម្ដេចមកដំបងមកដល់មានអារម្មណ៍មិនដែរគិតថាសំណោះសំណោកចង់ទៅវិញឬមួយយ៉ាងម៉េច នឹកផ្ទះនឹកសុកណាបើគាត់ថាទ្រាំយើងមកហើយយើងទៅវិញវាមិនកើត កណា បើណែគុំមិនអីដែរយូរទៅក៏យើងមានមិត្តភ័ក្ដិយើងមានញាតិមានញោមស្គាល់នៅហ្នឹងក៏លែងនឹក
ផ្ទះសបាយនឹកវត្តស្រុកកំណើតអញ្ចឹងទៅ ពេលបួសដំបងសម្ដេចមានជួបប្រទះការលំបាកអីទេជាពិសេសនិមន្តមកពីស្រុកកំណើតហើយមកគង់នៅវត្តគោតឹងនេះ បើដំបូងឡើយមកសូត្ររៀនកាលនោះនៅកូនសិស្សទៅរៀនទៅសូត្រធម៌វាបាក់សូត្រទៅជួយអញទៅវិញទៅដល់មកនៅពេញទេมันជាមានបញ្ហាអីទេគ្រាន់តែថាយើងត្រូវបឹងប្រែងរៀនសូត្រហើយមធ្យោបាយរៀនសូត្រពីមុនហ្នឹងក៏វាពិបាកជាងយើងឥឡូវណា កណា ហ្នឹងហើយផ្លូវពីរៀនសូត្រនៅវត្តនោះមិនមកវគ្គទៅរៀនសូត្រមកពេញទេផ្លូវធ្វើដំណើរអីក៏ពិបាកប្រហែលដែរពីដើមមិនស្រួលអញ្ចឹងទេ អញ្ចឹងគង់នៅវត្តគោតឹងរៀននៅក្នុងវត្តផងហើយក៏ត្រូវនិមន្តមករៀននៅភ្នំពេ តែ ញ យើង ផង រៀនចប់នៅវត្តបានយើងមករៀនទៅ កណាមករៀននៅពេញរៀនសាលាចាប់ផ្ដើមសាលាបញ្ញសាស្ត្រតែម្ដងឬមួយក៏នឹង ជួយរៀននៅសាលាបៀលប្រាយ អូសាលាវាប្រាយសិនកណាសាលាវាប្រាយហើយផ្លូវពេលនោះអត់ទាន់ស្រួលអញ្ចឹងទេហើយពិបាកផុក ផុកបែកផុកហុយលោវូ ហើយវត្តមានឡានដឹកជា អត់ទេជាមទៅដុក អូ ទេ ទៅដោអូខេបងប្អូនជាបរិវត្តមើលឃើញគាត់ណាសម្ដេចជាបញ្ញវន្តសង្ឃដ៏មានសារៈសំខាន់មួយរូបសម្រាប់ប្រជាជាតិរបស់យើងទាំងភាពវៃឆ្លាតទាំងអីគ្រប់សពយ៉ាងទាំងអស់អញ្ចឹងចង់សួរថាក្នុងដំណើរជីវិតជាព្រះសង្ឃព្រះអង្គធ្លាប់ជួបប្រទះការលំបាកអីឬមួយអង្គឃ្លាថា facing challenge along the way បើកាលពីនៅរៀងស្ទើរអាត្មាជួយការងារវត្តឲ្យយើងវាក្មេងយើងវានៅឆាវអញ្ចឹងយើងអត់ទាន់អាចគ្រប់គ្រងខ្លួនឯងក៏មិនទាន់បានហើយយើងចង់គ្រប់គ្រងគេក៏មិនចង់ឲ្យយើងគ្រប់គ្រងដែរ ណា កាលនោះក៏វាមានសម្ពាធដែរពីព្រោះយើងអត់ទាន់រៀបចំខ្លួនឲ្យល្អក៏ទម្លាក់ការងារចោលមកវគ្គដែរហើយក៏សង្ងំរៀនវិញម្ដង សង្ងំរៀនទៅចូល10ឆ្នាំអីជាងអស់ អូ ដូចថាយើងមួយអាចថាយើងសម្រាកពីការរវល់ទី2យើងឱកាសរៀនសូត្រ កណា ដែរអញ្ចឹងបានស្មារៀនរហូតមកដល់បានចប់សពគ្រប់ហ្នឹង អញ្ចឹងពេលដែលសម្ដេចថាមានសម្ពាធខ្លះជួបប្រទះការលំបាកហ្នឹងគឺផ្លាស់ប្ដូរសកម្មភាពផ្លាស់ប្ដូរការគិតតែម្ដង ហើយយកឱកាសហ្នឹងរៀនដូចថាឈប់ដូចថាបើការងារហ្នឹងវាតឹងតែងទៅមុខវាអត់ស្រួលណា កណា អញ្ចឹងយើងអូខេទុកពេលអភិវឌ្ឍខ្លួនឲ្យរឹងមាំសិនយូរការងារហ្នឹងវាធ្ងន់ពេកយើងទៅអត់រួចព្រោះសមត្ថភាពយើងអត់តន់ដល់ អូល្អមែនតើកន្លែងនេះពីព្រោះខ្ញុំកណាជឿថាមនុស្សភាគច្រើនពេលដែលជួបប្រទះផ្លូវដ៏លំបាកបែបនេះជួនកាលរឹតតែប្រតិកម្មរឹតតែធ្វើឲ្យលំបាកតែវិធីដែលសម្ដេចដោះហ្នឹងគឺសម្ដេចចេះដោះតាំងពីពេលហ្នឹងនៅលោកនេនឬមួយក៏បំពេញផឹកហើយសម្ដេច ផឹកឯងគាត់ថានៅក្មេងៗនៅភ័យស្ដើងអីជាងអញ្ចឹង បើខ្ញុំកណាអាចសុំត្រឡប់ទៅបន្តិចបានថាពេលព្រោះឆ្លងកាត់រយៈពេលច្រើនឆ្នាំសម្ដេចបានហ្វឹកហាត់ទាំងផ្លូវកាយផ្លូវចិត្តទាំងចំណេះដឹងនិងប្រាជ្ញានៅក្នុងពុទ្ធសាសនាប៉ុន្តែបើយើងក៏លេចមើលទៅការមុនបំពេញផឹកឬមួយទៅបំពេញផឹកថ្មីហ្នឹងពេលខ្លះយើងមានអារម្មណ៍ខឹងឆេវឆាវដែរឬមួយ អូដូចជាគ្រូលោកឃើញមុខស្មាខ្លាចហើយ អូចឹងមានន័យថាសម្ដេចកាច កាចដែរ អូ ឡើងហើយបើគាត់ថានិស័យពីញោមថាញោមស្រីចាំមើលជិះបាទតាថ្មមាននិស័យមួយរៀងសើចលឺប្រហែលជាអាចឆ្លងមកពីញោមប្រុស តែកន្លែងនេះខ្ញុំកណាធ្វើការជាមួយសម្ដេចរយៈធំហើយដើរជាមួយសម្ដេចច្រើនហ្នឹងខ្ញុំកណាអង្កេតមើលឃើញចេះពេលដែលឃើញសម្ដេចសោចខ្ញុំកណានឹកឃើញដល់សម្ដេចសង្ឃដាឡៃឡាម៉ា អញ្ចឹងរាល់ពេលដែលសម្ដេចសង្ឃដាឡៃឡាម៉ាសោចហើយនឹងសម្ដេចសោចគឺសោចលើហើយសោចមកអស់អញ្ចឹងបើតាមលក្ខណៈវិទ្យាសាស្ត្រថាពេលដែលសោចអស់ហ្នឹងគឺអស់
កងវល់អស់ stress អីទាំងអស់ហ្មងណាណា នេះក្មេងកាយដែរព្រោះអាត្មាគ្រប់គ្រងលោកនៅវត្ត អូកណា ហើយដែលពីដំបូងដែលយើងចាប់ផ្ដើមគ្រប់គ្រងដឹកនាំទៅយើងនៅក្មេងយើងអត់តនឹងតាក់ទិចការដឹកនាំណាដល់តែយើងរៀនសូត្រធម៌អាប់ពេលយើងនៅក្មេងយើងអត់តន់រៀបចំខ្លួនណាពាក្យសម្ដីមិនទំនាក់ទំនងមិននិយាយមិនដល់អញ្ចឹងវាក៏មានសម្ពាធសម្រាប់យើងដែរអញ្ចឹងបានស្មាត់ដល់ពេលមួយស្មាត់សម្រាប់សិនហើយមករៀនបន្ថែមហ្នឹង កណាហ្នឹងជាវិធីសាស្ត្រល្អខ្លាំងមែនតើពេលណាដែលសម្ដេចដឹងថាសម្ដេចអាចគ្រប់គ្រងខ្លួនឯងបានពេញលេញហើយអត់សូវប្រតិកម្មតបដោយការនៅក្មេងៗណា ថ្មមករៀនចប់សាលានៅវត្តហើយមកကျွန်တော်វាចប់ថ្នាក់រូបបណ្ឌិតបញ្ញាបត្រជាន់ខ្ពស់ហើយមិនទាន់បានទៅផងនៅមើលខុសត្រូវអីខ្លះបានគាត់ដឹងថាយើងធ្វើការមួយមនុស្សវាពិបាក កណា ហើយតែចេះតំណាក់តំណងនិយាយស្ដីតែធ្វើជាមនុស្សមានប្រយោជន៍សម្រាប់គេអញ្ចឹងណាមានប្រយោជន៍ចង់និយាយថាយើងមិនមែនប្រើគេដើម្បីគ្រាន់តែបានប្រយោជន៍ពីគេអញ្ចឹងណាញាតិញោមចេះច្រើនញាតិស្វារឿងចឹងគាត់ថាយើងអាចជួយណែនាំហើយក៏យើងមកបួសនេះក៏គ្មានបំណងអីនឹងទៅដឹកនាំទៅអីគេគ្រប់គ្រងអីគេដែរយើងបំណងយើងរៀនពុទ្ធសាសនាណាប៉ុន្តែកលៈទេសៈវាជំរុញឲ្យយើងទៅអញ្ចឹងយើងមានចង់យ៉ាងអីបើថាវារុញទៅអញ្ចឹងហើយយើងត្រូវតែទៅផ្លូវហ្នឹង ចឹងទទួលព្រមបែបហ្នឹងផ្លូវហ្នឹងតែម្ដងសម្ដេចខ្ញុំកណាមានសំណួរមួយហាក់ដូចជាបើស្ដាប់ទៅហាក់ដូចជារៀងឆោតបន្តិចតែក៏មានមនុស្សជាច្រើនលោកសួរខ្ញុំកណាឲ្យទូសួរសម្ដេចដែរថាសម្ដេចឃើញញញឹមរហូតសប្បាយរហូតអញ្ចឹងសម្ដេចចេះកើតទុកដែរអត់ទេ កើតទុកដូចគ្នាណា កើតទុកមកឃើញប្រភពសម្ដេចញញឹមប្រព្រឹមរហូតគ្រប់កន្លែងហ្មង គេអត់ញញឹមអត់មកមើលឃើញគេអត់ញញឹមតែឃើញតែញញឹមពេលថត ពេលជាប្រសង់ហើយជាអ្នកដែលឆ្លងកាត់ច្រើនថាជាបញ្ញវន្តសង្ឃជាអ្នកហ្វឹកហាត់ចិត្តរបបពេលដែលសម្ដេចពិបាកចិត្តឬក៏អត់សប្បាយសម្ដេចធ្វើរបៀបម៉េចដើម្បីជួយដោះឲ្យបានសម្រាលសម្រាប់ខ្លួនឯងមួយកន្លែងរស់នៅក៏វាអាចប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តផ្លូវកាយយើងហ្នឹងណាយ៉ាងមកពេលសម័យព្រះអង្គឲ្យភិក្ខុទៅនៅក្នុងព្រៃនៅក្នុងរូងភ្នំក្រោមដើមឈើអីចឹងណាយ៉ាងកន្លែងនោះវាស្ងាត់វាមិនសូវមានអារម្មណ៍នាំឲ្យទោមនោះទាស់ចិត្តអីចឹងពេលខ្លះក៏ត្រូវទៅចឹងដែរហើយយើងរៀនយើងថាយើងរៀនសមាធិចឹងចុះពុទ្ធសាសនាណាបើថាញាតិញោមវិញដកដង្ហើមចេញដង្ហើមចូល4-10ដង្ហើមទៅបានភ្លេចអារឿងស្មុកស្មាញទៅចិត្តនៅដង្ហើមហ្នឹងបានធូរដែរហើយនឹងក៏ទៅរៀនព្រមដែរនឹងទៅរៀនព្រមថាតែយើងចង់បាន100អញ្ចឹងវាមិនប្រកាសថាបាន100ចេះសន្តោសៈភាសាធម៌សន្តោសៈមានន័យថាចេះព្រមតាមបុណ្យយើងរកស៊ីចង់បានចំណេញច្រើនបាទចំណេញបានតែប៉ុណ្ណឹងបុណ្យយើងមានតែប៉ុណ្ណឹងរបៀបអញ្ចឹងណាបន្តមានបញ្ញាដែរបានអាចទប់ស្កាត់សេចក្តីទុក្ខ
ទុំម្នាស់រឿងដែលវាមិនបានដូចចិត្តហ្នឹងណាក្នុងភាសាវិធម្មហៅកម្មសកតាបញ្ញាកំណត់ដឹងថាសត្វលោកហ្នឹងប្រព្រឹត្តទៅតាមអំណាចកម្មរបស់ខ្លួនអញ្ចឹងណាអញ្ចឹងវាអត់មានសម្ពាធខ្លាំងហេតុអីវាមិនអញ្ចឹងមិនបានដូចអញចង់អញ្ចឹងទៅថាយើងធ្វើហេតុបានតែ80ហើយអញ្ចឹងបានតែ80ហើយអញ្ចឹងតម្លាក់ហ្នឹងហើយហ្នឹងយើងហ៊ានពយល់ខ្លួនឯងអញ្ចឹងទៅវារៀងស្រាលពីទុកដែរបានសម្រាលបានកណាអរគុណសម្ដេចញាតិញោមដែលទៅវត្តភាគច្រើនថាដូចថ្ងៃសិលថ្ងៃអាទិត្យអីឃើញទៅជាពិសេសថ្ងៃសិលគឺទៅច្រើនមែនតើណែនហើយប៉ុន្តែថ្ងៃធម្មតាដែលញាតិញោមចង់ទៅជួបថ្វាយបង្គំសម្ដេចផ្ទាល់រឿងបញ្ហាហ្នឹងបើនិយាយអំពីអង់គ្លេសថា common problem បញ្ហាភាគច្រើនបញ្ហាអីគេបងគ្រូដែរញាតិញោមទៅថ្វាយបង្គំសម្ដេចឲ្យសុំឲ្យជួយដោះហ្នឹងឥឡូវជាមួយជាក់ស្ដែងហ្នឹងចេញខែខួបកំណើតបុណ្យតេកណានុបទានអាហ្នឹងអ្វីដែលគាត់ទិសដៅគាត់ចង់ទៅណាឬក៏អ្នកខ្លះទៅយកធាតុម្ដាយធាតុឪពុកទៅវត្តចឹងហើយប៉ុន្តែមកប្រភេទទៀតរឿងបញ្ហាផ្លូវចិត្តពិបាកចិត្តរឿងកូនស្លាប់រឿងប្តីស្លាប់រឿងមានបញ្ហាគ្រួសាររឿងកូនរឿងអីចឹងហើយវាទូទៅហ្មងរឿងនឹងដែលញាតិញោមទៅវត្តហ្នឹងហើយប៉ុន្តែដែលជាប្រចាំឃើញទៅរឿយហ្នឹងដូចថាគាត់ទៅវត្តគាត់សប្បាយចិត្តគាត់បានថ្វាយគុំព្រះពូជាផ្កាមកស្ដាប់ប្រសង់ឲ្យអាវាតបោះជ្រះវត្តអញ្ចឹងគាត់សប្បាយចិត្តដល់គាត់សប្បាយចិត្តគាត់ចេះចង់ទៅហើយកណាសម្ដេចការបង្រៀនរបស់សម្ដេចទាំងនិមន្តទៅតាមស្ថាប័នរដ្ឋស្ថាប័នឯកជនក្តីឬមួយតាមការធ្វើវីដេអូនៅលើ social media ក្តីសម្ដេចចាប់ផ្ដើមគិតធ្វើកិច្ចការអញ្ចឹងតាំងពីពេលណាមកតាមថ្មចាំមកឆ្នាំ2015 14-15មែនហ្នឹងគ្រូឆ្នាំ2014-15កណាមកវិហានមកពីអាមេរិកវិញ2010មកហ្នឹងពុំទាន់ចេះប្រើអីទេគាត់ថាជួយចិត្តចែកម្លែកកាលនោះគ្មានFacebook អីទេcopy กระดาษចែកសិស្សចែកមិត្តភ័ក្តិអញ្ចឹងទៅខ្ញុំឃើញកន្លែងណាល្អជូនណាកណាហើយបើអញ្ចឹង text message ទូរស័ព្ទ message ទូរស័ព្ទអត់ទាន់ទេជូនទេជូនផ្នែកក៏ជូនវាពេចអប់រំខ្លីៗទៅដល់ក្រោយមកក៏មាន Facebook ហ្នឹងកាលនោះគេមិនទាន់មានទូវីដេអូអីទេគេផុសតា status ពាក្យខ្លីៗហ្នឹងណាកណាហើយដាក់រូបភាពអីចឹងហើយគាត់ចេះតែធ្វើទៅក៏បែកគំនិតចឹងទៅថតវីដេអូអីខ្លះចឹងទៅក្រោយមកទេវីដេអូហ្នឹងហ្នឹងពូការបង្រៀនរបស់សម្ដេចទាំងការសរសេរ status ក្តីទាំងវីដេអូក្តីគឺសម្ដេចបាន translate ភាសាអង់គ្លេសគេហៅ translate ឲ្យវាសាមញ្ញឲ្យងាយយល់អញ្ចឹងព្រោះសម្ដេចចំណាយពេលវេលាច្រើនជាមួយការសិក្សាបត្រៃបិដកដែរប៉ុន្តែគំនិតដែលធ្វើឲ្យងាយស្រួលហ្នឹងអត់ងាយស្រួលទេគឺមានការលំបាកខ្លាំងមែនតើអញ្ចឹងទាំងអស់ហ្នឹងសម្ដេចគំនិតដែលធ្វើឲ្យសាមញ្ញហ្នឹងចាប់ផ្ដើមក៏កើតពីខាងណាខ្លះពីលោកខាងលិចខ្លះពីពុទ្ធសាសនាខ្លះពីទូទៅខ្លះឬមួយយ៉ាងណាធ្វើបង្រៀនសាសបង្រៀនថាដូចតាំងពីទូចមកណាបឋមអនុវិទ្យាល័យបានមកបញ្ញាសាស្ត្រទុកតាមដិតកុលភេកឲ្យបង្រៀនសកលចឹងអញ្ចឹងក្មេងៗវាងាយយល់អីធေါ်អាអីវាបាក់ស្ដាប់ហ่ะអញ្ចឹងវាថាយកពាក្យអវាទព្រះហ្នឹងមួយម៉ាត់ចឹងមកពយល់យ៉ាងណាឧទាហរណ៍ថានិវរណធម៌ស្ដាប់មិនបានទេអញ្ចឹងយើងដាក់ថាឧបសគ្គ
ខាងក្នុងចិត្តយើង ណែ ហ្នឹងហើយអឺមានពាក្យមួយថាកុកកញ្ចាក់ចឹងប្រែថាស្ដាយក្រោយបើយើងប្រើពាក្យកុកកញ្ចាក់នេះគ្នាស្ដាប់មិនបានចឹងថាអើយណែឥឡូវរឿងណាហួសហើយឥឡូវនេះទៅចាត់ទុកថាយើងមានបាបកម្មចាស់អីទៅឥឡូវដោះស្រាយឲ្យទៅមុខទៀតទៅកុំឲ្យមានវិបដិសារីហ្នឹងណាក្នុងធម៌លោកហៅកុកកញ្ចាក់ចឹងទៅឧទ្ធចៈវើរវាយឥឡូវតែឥឡូវរឿងណាមិនទាន់មកដល់ចាំជួបវាលើក្រោយឲ្យពេលណាស្អែកជួបរឿងអីដោះរឿងហ្នឹងហើយថ្ងៃហ្នឹងធ្វើអីបានធ្វើហើយកុំឲ្យមានឧទ្ធចៈហ្នឹងហើយបើយើងយកពាក្យកុកកញ្ចាក់ឧទ្ធចៈកុកកញ្ចាក់ឲ្យគ្នាស្ដាប់មិនបានដល់អត់យល់អត់ចូលចិត្តធរទេបើដល់ពេលយើងបញ្ជ្រាបបន្តិចកាត់មកចាប់ឲ្យគ្នាសាកភ្លក់រសជាតិធរអូធរហ្នឹងចឹងតើចឹងថ្ងៃក្រោយគ្នាអត់ខ្លាចធរទេពីព្រោះធរហ្នឹងមានប្រយោជន៍សម្រាប់គ្នាយកទៅអនុវត្តណាគណាចុះនៅក្នុងដំណើរជីវិតនៃការចែករំលែកឬក៏បង្រៀននៅការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងទៅដល់សាធារណជនមានជួបប្រទះការលំបាកខ្លះទេមានន័យថាពេលខ្លះពេលសម្ដែងទៅគេអត់យល់ដំបូងធ្លាប់ជួបប្រទះរឿងហ្នឹងយើងមានប្រពៃណីធម្មទេសនាតាមបនតាមទានអានឹងជារឿងប្រពៃណីខ្មែរយើងនៅមានជាធម្មតាប៉ុន្តែភាគច្រើនចាស់ហើយអ្នកដែលត្រូវទទួលអាវ៉ាតវ័យកដាលនិងវ័យក្មេងហ្នឹងមិនសូវមានគ្នាស្ដាប់អត់សូវបានអញ្ចឹងបានអាត្មាភាគច្រើនណាកម្មវិធីអីក៏ឲ្យអាត្មាអត់ចោលរឿងអាវ៉ាតដែរការក៏ដោយឡើងផ្ទះក៏ដោយខួបកំណើតក៏ដោយខួបអាពាហ៍ពិពាហ៍ក៏ដោយឡើងអอฟហ្វិសក៏ដោយស្អីក៏ដោយឲ្យតើអាត្មាទៅឲ្យអាវ៉ាតហើយព្រោះសូត្រធម៌គ្នាស្ដាប់អត់បានអញ្ចឹងមានតែឲ្យវត្តតិច4 5នាទី10នាទីប៉ុណ្ណឹងឯងដើម្បីបញ្ជ្រាបកុំឲ្យគិតថាធម៌ហ្នឹងលោកសូត្រអញ្ចឹងវាឆ្ងាយពីជីវិតរបស់គេណាហើយយូរទៅគេចាប់ផ្ដើមយល់ពីដំបូងមកជាវិញ្ញាសាមួយសម្រាប់អាត្មាដែលថាតើអាត្មាអាចនិយាយគេយល់បានអត់ដំបូងឡើយហ្នឹងហើយបើដល់ពេលមួយរយៈពេលក្រោយមកយើងឃើញថាក្មេងចូលវត្តច្រើនពេលបន់ទានអីចឹងមានន័យថាក្មេងគេអាចយល់បានខ្លះសម្បីតាមដឹងសម្បីនៅក្លឹបខ្លះយកធေါ်សម្ដែងទៅចាក់ដែរវាជាខ្ញុំកណ្ដាលគិតថានេះគឺជារឿងល្អខ្លាំងមែនតើហ្មងពីព្រោះយុវជនចាប់ផ្ដើមយល់ដឹងចាប់ផ្ដើមបើកចិត្តមិនតែបើកចិត្តស្ដាប់ទេប៉ុន្តែចាប់ផ្ដើមទៅវត្តទៀតជាពិសេសរៀងរាល់ថ្ងៃសិលមិនថាសិល8ឬមួយថ្ងៃអបសតទេគឺវត្តសម្ដេចគឺមនុស្សណែនក្រៀនហ្មងបើថ្ងៃមុនវិញឡានចូលហើយដឹងតែចេញវាអត់រួចផងជាប់គាំងនៅនឹងហ្មងសម្ដេចមួយទៀតឃើញសម្ដេចសរសេរសភៅច្រើនមែនតើខ្លីសាមញ្ញហើយធ្វើឲ្យងាយស្រួលទាំងការអានងាយស្រួលទាំងការដាក់តាមខ្លួនទៀតមានអត់ពិបាកទេសម្ដេចរវល់ច្រើនកិច្ចការច្រើនហើយនៅមានពេលទៅសេសភៅស្អីទៀតសម្ដេចរៀបចំពេលវេលាវាមិនទៅឧទាហរណ៍ថានិមន្តម្ដងមកការសម្ដេចត្រូវនិមន្តទៅក្រៅតាមស្ថាប័នរដ្ឋឬក៏ស្ថាប័នឯកជនហើយមើលជួយមើលការខុសត្រូវវត្តក្នុងទោះបីជាមានបច្ចេកទេសមែនប៉ុន្តែមានកិច្ចការធំដែរសម្ដេចជួយច្រើនមែនតើអញ្ចឹងបើនិយាយពីការគ្រប់គ្រងពេលវេលាវិញសម្ដេចហើយផុសនៅក្នុង Facebook ទៅ copy ពី Facebook មកទុកក្នុងសភៅវិញមកសំបានសភៅមកក្បាលហើយកែកុនអីចឹងទៀតទៅណាតែមុនគាត់ផ្សេងមួយគ្រូអីមកក្បាលដែរអញ្ចឹងថ្មផ្សេងពីច្រើនផ្សេងធ្វើទុយទេមិនជាធំដុំអីទេដូចថាសម្រាប់ក្មេងខ្មាំងអីក៏អាចមើលបានកណាព្រោះទុយហ្នឹងវាទៅជា trend ភាសាអង់គ្លេសថា trending ពេញនិយមដោយសារតែ
សម័យនេះសម័យបច្ចេកវិទ្យាមនុស្សរវល់ច្រើនការងារច្រើនហើយរឿង social media វាច្រើនពេញដល់ពេលដែរមានតិចតិចទៅធ្វើឲ្យមើលហើយអាចជ្រាបចូលហើយផ្លាស់ប្ដូរបានហ្មងកណាអញ្ចឹងគាត់ថារឿងពេលវេលាបើនិយាយពីការគ្រប់គ្រងពេលវេលារបស់សម្ដេចអាចរៀបរាប់បន្តិចបានទេកិច្ចប្រចាំថ្ងៃរបស់សម្ដេចដើម្បីឲ្យញាតិញោមបរិស័ទកំពុងស្ដាប់ហ្នឹងបានដឹងថាមួយថ្ងៃសម្ដេចធ្វើអីខ្លះបន្តិច ពេលវេលាអឺបើការងាររវល់ប្រចាំថ្ងៃហ្មងគឺញាតិញោមជើញមកវត្តតែចឹងគាត់ជួបគាត់មានតេយ្យទានប្រគេនធម្មទេសនាអីអូជាពិសេសពេលព្រឹកហ្នឹងហ្មងរវល់ហ្មង ភាគច្រើនពេលព្រឹកពេលព្រឹកហ្នឹងមិនសូវបានដើរទៅណាទេជាវា មិនថាសៅរ៍អាទិត្យ មិន ឬ ថា ថ្ងៃ សៅរ៍ សិល ហ្នឹងហើយជាទូទៅហ្នឹងគាត់មកពេលព្រឹកច្រើនហើយបើទូកម្មវិធីពេលល្ងាចអញ្ចឹងពេលវេលាដែលចន្លោះអឺទៅសេអត្ថបទហើយសម្រាប់អានណាព្រោះការនិយាយស្ដីនេះបើអត់មានអត្ថបទសម្រាប់អានទេខ្លឹមសារអត់គ្រប់ជ្រុងជ្រោយឯថ្មជានឹកឃើញពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងធម៌ល្អបត់ដើមល្អបត់កដាលល្អបត់ចុង កណា អញ្ចឹងធម្មទេសនាព្រះអង្គប្រមាណក៏ដោយគឺថា 100% ហ្មងស្ដាប់ទៅព្រោះហ្មងប៉ុន្តែយើងទៅអត់រួចទេយើងនិយាយដូចយើងនិយាយអញ្ចឹងវាឡើងវាចុះវា កណា អញ្ចឹងបើភាសាអ្នកនេះគេហៅ script ហ្នឹងហើយថ្មពីដើមសរសេរឲ្យបានយកមកកែតម្រូវឲ្យបានយកមកអានបានមានអត្ថន័យពេញបបោបើឥឡូវពេលវេលាហ្នឹងអស់នឹងធ្វើអញ្ចឹងឥឡូវហ្នឹងវាអស់បណ្ដោយមួយកម្លាំងកាយយើងវាការងារវាច្រើនវាទៅវាលែងរួចមួយដល់ពេលយើងរវល់ទៅកម្លាំងចិត្តរបស់យើងក៏នេះដែរពីព្រោះវាហត់ដែរតែថមថយ ហ្នឹងហើយក៏តាមថយអញ្ចឹងវាមានតែចំណាយពេលសម្រាប់ថតហើយ edit កែវិញការថតហ្នឹងវិញអញ្ចឹងបើថាពេលវេលាហ្នឹងយើងសម្រាប់ញាតិញោមមកផ្លាក់មកប៉ែកសម្រាប់ខ្លួនយើងមកប៉ែក កណាសម្ដេចមានសន្និការរឿងព្រះពុទ្ធអង្គនៅពេលដែលលោកសម្ដែងធម៌ល្អខាងដើមល្អកណ្ដាលនិងល្អខាងចុងសម្ដេចជួយបញ្យល់កន្លែងហ្នឹងឲ្យងាយយល់សម្រាប់សាធារណជនបន្តិចបានធម្មទេសនារបស់ព្រះអង្គឧទាហរណ៍ព្រះអង្គជួបមួយអាណាតបណ្ឌិតសេដ្ឋីអញ្ចឹងព្រះអង្គដឹងថាត្រូវនិយាយអីជាមួយសេដ្ឋីណាព្រះអង្គសម្ដែងពីមនីកាបដីបំណងរបស់សត្វលោកនេះចង់បានរបស់មួយចង់បានទ្រព្យច្រើនចង់បានកិត្តិយសកេរ្តិ៍ឈ្មោះល្អចង់បានសុខភាពល្អអាយុវែងចង់បានស្លាប់ទៅបានទៅកើតឋានសួគ៌អញ្ចឹងព្រះអង្គរាប់1 2 3 4អញ្ចឹងណាហើយបានព្រះអង្គសម្ដែងដើម្បីបានរបស់ហ្នឹងត្រូវធ្វើ1 2 3 4អញ្ចឹងណាអញ្ចឹងព្រះអង្គមិនប្រាប់តែរបស់ដែលចង់បានទេព្រះអង្គប្រាប់ពីរបៀបដែលបានរបស់ហ្នឹងហើយបានព្រះអង្គចុងក្រោយដូចថាយើងខ្មែរយើងថាធ្វើសេចក្តីសន្និដ្ឋាន conclusion អញ្ចឹងណាអញ្ចឹងព្រះអង្គមានទាំងអស់តែឧទាហរណ៍ថាព្រះអង្គរាប់1 2 3 4បំណងប្រាថ្នារបស់សត្វលោកហើយប្រាប់ពីរបៀបធ្វើហើយព្រះអង្គសន្និដ្ឋានសត្វលោកដែលប្រាថ្នាចង់បាននឹងត្រូវតែប្រឹងប្រែងតស៊ូព្យាយាមអញ្ចឹងចប់សពគ្រប់ការធម្មទេសនាហ្នឹងពីរោះហ្មងប៉ុន្តែពាក្យសម្ដីរបស់ព្រះអង្គវោហាវាមានលំដាប់លំដោយហើយពីរោះណាហ្នឹងហើយអញ្ចឹងមនុស្សស្ដាប់ទៅទន់ហ្មងអញ្ចឹងណាហេតុផលដ៏ធំមួយមុននេះក៏បានជជែកជាមួយសម្ដេចទៀតថា
ភាគច្រើនពេលគេទៅវត្តហ្នឹងមានបញ្ហាអីតែខ្ញុំចង់សួរបន្ថែមខ្ញុំកណាចង់សួរបន្ថែមបន្តិចទៀតថាហេតុផលដ៏ធំមួយដែលបរិស័ទមិនមែនទៅថ្ងៃសិលមិនមែនទៅថ្ងៃអាទិត្យទេគឺទៅចង់ថ្វាយបង្គំសម្ដេចផ្ទាល់ហ្នឹងបញ្ហាចម្បងព្រោះមានមិត្តភ័ក្តិខ្លះថាប្រាប់ថាគាត់ទៅគ្រាន់តែទៅកន្លែងសម្ដេចថ្វាយបង្គំឃើញសម្ដេចឲ្យញឹមចង់ជាបាត់ចឹងហ្នឹងព្រោះថាចង់ឃើញធ្វើម៉េចបានផ្ទាល់ឃើញទៅតាម YouTube ឃើញតាម Facebook ឃើញតាមអីប៉ុន្តែចង់ទៅជួបផ្ទាល់ចឹងខ្ញុំកណាសួរថាបទពិសោធន៍សម្ដេចជាច្រើនឆ្នាំហេតុផលដ៏ធំមួយដែលគេទៅថ្វាយបង្គំសម្ដេចហ្នឹងអីគេបើអ្នកធ្លាប់ស្ដាប់ធម៌ទៅថ្វាយបង្គំចង់អរគុណអីចឹងទៅហើយអ្នកខ្លះក៏ចង់ទៅប្រគេនឯវាយវ៉ាន់អីចឹងជាការពេលហ្នឹងហើយពេលបុណ្យទានអីចឹងណាហើយជាទូទៅគឺញាតិញោមដូចថាគាត់មុនគេគាត់ស្ដាប់ធម៌ទៅដល់គាត់ប្រាប់ស្ដាប់ធម៌យប់អីចឹងហើយដូចថាបាក់ចិត្តស្មុគស្មាញមនុស្សសម័យឥឡូវសម័យណាក៏ស្មុគស្មាញនេះហើយគាត់រកវិធីជួយខ្លួនឯងចឹងណាអ្នកគេចេះសមាធិគេទើសមាធិអ្នកដែលបានចេះឬក៏ស្ដាប់ធម៌ឬតែខ្លះទៅក៏ស្ដាប់ចម្រៀងស្ដាប់អីចឹងហ្នឹងតាមនិស័យរបស់គាត់ចឹងណាប៉ុន្តែថាមួយដែររឿងវត្តតលរៀបចំឲ្យបានស្អាតបាតដែរបានមនុស្សចង់ទៅបើវត្តមិនបានស្អាតបាតមិនជាទីជ្រះថ្លាមិនបានឲ្យមានស្ដាប់ធ្នាប់អនាម័យក៏ញាតិញោមសូវចង់ទៅដែរណាព្រោះវត្តសម្ដេចឥឡូវនេះមិនថាថ្ងៃ weekend ទេឲ្យតែល្ងាចចន្លោះម៉ោង4ជាងម៉ោង5ខ្ញុំកណាទៅឯងឃើញមនុស្សច្រើនមែនតើអ្នកខ្លះទៅអង្គុយអានសភៅអ្នកខ្លះទៅអង្គុយជជែកលេងជាមួយគ្រួសារអញ្ចឹងទៅដល់ពេលទៅដល់ដូចកន្លែង healing កន្លែងអាចព្យាបាលបានណាកណាពេលដែលមនុស្សលំបាកផ្លូវចិត្តទៅជួបសម្ដេចទទួលដឹងថាសម្ដេចមានពេលវេលាវែងក្នុងការជជែកណែនាំពីរបៀបប៉ុន្តែបើសិនជាចង់និយាយថាគាថាដែលសម្ដេចឲ្យពេលដែលគេទៅសម្ដេចខ្ញុំកណាមានទុកមានបញ្ហាចេះត្រូវការសម្ដេចជួយអញ្ចឹងជាទូទៅសម្ដេចឲ្យគេថាឲ្យគេឲ្យធោះឲ្យគេបើនិយាយខ្លីដែរឥឡូវញាតិញោមដែលកំពុងស្ដាប់ខ្ញុំកណាជឿថាចង់ស្ដាប់ហ្មងពិបាកអ្នកទៅសុំមួយម៉ាត់ឲ្យបាត់ទុកហ្នឹងពីព្រោះជំងឺមហារីកយើងដាក់ប៉ារ៉ាដាក់វាមិនជាទេយកគាត់ថាយើងសួរនាំគាត់ពីឫសគល់ពីបញ្ហាអីចឹងណាឧទាហរណ៍ថាស្វាមីគាត់ស្លាប់អីចឹងហើយគាត់កាត់ទុកអញ្ចឹងថាឥឡូវញោមបើញោមកើតទុកស្វាមីនោះក៏អត់បានអីពីយើងហើយយើងនេះអ្នកពិបាកឥឡូវញោមដូរវិញពេលញោមនឹកដល់ស្វាមីឧទ្ទិសបុណ្យណាបាវាខ្ញុំធ្វើបុណ្យណាខ្ញុំឧទ្ទិសបុណ្យជូនបាវាឯងអនុមោទនាបុណ្យខ្ញុំហើយបានសុខចុះយើងដូរអំពីការសោកសៅទៅជាការឧទ្ទិសបុណ្យទៅវិញអានោះមានតែបច្ចេកទេសដូរឯងហើយបើមានពេលវេលាយកចង្ហាន់តេយ្យទានមកហើយឧទ្ទិសបុណ្យហ្នឹងណាបើយើងអាចផ្លាស់ប្ដូរអញ្ចឹងបានណាផ្លាស់ប្ដូរការគិតមួយផ្លាស់ប្ដូរអារម្មណ៍អារម្មណ៍នោះមានតែឧទាហរណ៍ថាបើយើងគិតដល់បុគ្គលនឹងហើយយើងកើតទុក្ខគិតដល់រឿងនឹងហើយយើងកើតទុក្ខchứយើងដូររឿងដូរមនុស្សគិតឧទាហរណ៍ថាគិតពីព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុគ្គលបរិសុទ្ធនឹកដល់គុណរបស់អរិយសង្ឃដែលលះកិលេសហើយអញ្ចឹងអូយអស្ចារ្យងាយពីណាបានធ្វើបានដោយលោកម្ចាស់ងាយពីណាធ្វើបានដោយព្រះអង្គពេលដែលយើងគិតដល់រឿងល្អហ្នឹងចិត្តយើងល្អវាអូតូម៉ាទិកវាបាត់ទុកអនុបាត់ហើយពីព្រោះយើងអត់នឹកដល់វាអាទុកហ្នឹងវាចាំតែចង់ឲ្យយើងនឹកដល់វាហើយវាអាមករឿងយើងនេះក៏យើងបកកែដែរយើងដឹងថារឿងណាគួរនឹករឿងណាមិនគួរនឹកយ៉ាងហ្នឹងប៉ុន្តែថាបើញាតិញោមធ្វើអីមិនបាននឹកអីមិនបាន អឺ ពេលដែលយើងគិតដល់រឿងល្អហ្នឹងចិត្តយើងល្អវាអូតូម៉ាទិកវាបាត់ទុកអនុបាត់ហើយពីព្រោះយើងអត់នឹកដល់វាអាទុកហ្នឹងវាចាំតែចង់ឲ្យយើងនឹកដល់វាហើយវាអាមករឿងយើងនេះក៏យើងបកកែដែរយើងដឹងថារឿងណាគួរនឹករឿងណាមិនគួរនឹកយ៉ាងហ្នឹងប៉ុន្តែថាបើញាតិញោមធ្វើអីមិនបាននឹកអីមិនបាន
đọ đằng hàm đọ đằng hàm là buôn pram đằng hàm buôn đọm đằng hàm tới nhôm chật nâng nâng đằng hàm chật nó về lên tục vì bộ ả rõm nó mới cả tục nó về lên miền tiền ប្រហែលផ្លាស់ប្ដូរទី ផ្លាស់ កន្ ប្ លែ ដូ ង រ នៃ ហើ កា យ រគិតណា object ណា រឿងដែលត្រូវគិតហ្នឹងហើយចិត្តនេះវាគិតបានរឿងតែមួយឯងក្នុងពេលតែមួយបើយើងវាគិតរឿងទាំងហើយវាភ្លេចរឿងទុកអីផ្សេងអស់ឬក៏ថាហ៊ានផ្សាយមេត្តា កណា សូមឲ្យខ្ញុំបានសុខរួចផុតពីទុកយ៉ាងតែហ៊ានស្រឡាញ់ខ្លួនឯងណា កណា ហើយបានហ៊ានផ្សាយសេចក្តីស្រឡាញ់នឹងដល់អ្នកដទៃហើយសួរថាឲ្យមានរឿងមានធម៌អីដែលធ្វើឲ្យមនុស្សកើតទុកហើយលែងកើតទុកហ្នឹងពិបាកឆ្លើយពិបាកប្រាប់ដូចថាជំងឺធ្ងន់វាត្រូវការពេលវេលាព្យាបាលយូរដែរ កណាណាសម្ដេចតាមមិនថានៅលើ YouTube ឬក៏ Facebook ទេជាពិសេសពេលយប់ឃើញអ្នកតាមដានច្រើនមែនតើពេលក្រុមការងារសម្ដេចបានដាក់ live អញ្ចឹងណាហើយខ្ញុំក៏មើលយប់កាន់តែជ្រៅឃើញមើលកាន់តែច្រើនខ្លាំងមែនតើហើយឃើញ comment ឃើញអីសួរច្រើនសួររឿងគូព្រេងផងសួររឿងពេលបាត់របស់ឲ្យត្រូវធ្វើម៉េចអីធ្វើម៉េចបើតែទៅផ្ទាល់មានអ្នកធ្លាប់ទៅឲ្យសម្ដេចមើលគូព្រេងទេ អូមានតាចង់ឲ្យអីអ្នកខ្លះទៅឆាប់បានមានគ្រួសារអីអានឹងជួយបានឯងយកមកស្វា សម្ដេចដោះដោយរបៀបណាទៅអញ្ចឹង ទេប្រាប់ត្រង់បណ្ដោយឲ្យមានខ្លាចចិត្តខ្លាចឆ្លើមអីទេឧទាហរណ៍គាត់ឈឺចកេះហើយព្រះអង្គអើយជួយដាក់ផ្លុំអីតិចមកឈឺចកេះញោមទៅពេទ្យតែមកចេះទេហ្នឹងហើយបើតែគាត់មកសួរខែឆ្នាំអីការកូនឲ្យញោមទៅសួរអាចារ្យបលាតែមកចេះទេតែមកចេះសូត្រធម៌បញ្យលធម៌ទេប្រាប់ត្រង់អញ្ចឹងហ្មង កណាអញ្ចឹងអ្នកបាត់របស់ធ្លាប់មានឲ្យទាយអត់ទេ វាគេសួរនាំអីតាម Facebook អីចឹងហ្នឹងអានោះគាត់សួរលេងផងមែនផងដែរអ្នកខ្លះ សម្ដេចធ្លាប់ជួបប្រទះការលំបាកក្នុងការចែកក្នុងការបង្រៀននៅធម៌របស់ព្រះសម្មាសម្ពុទ្ធទៅបងប្អូនដែលគេហៅជំនឿចាស់ហើយនឹងបងប្អូនយុវជនចំនួនក្រោយនេះអញ្ចឹងមានន័យថាមួយចំនួនទៅក៏អាចថាហ្នឹងគឺជាជំនឿពីមុនមកធ្លាប់អញ្ចឹងហើយត្រូវតែធ្វើតាមជំនឿតាមទំនៀមទម្លាប់អញ្ចឹងហើយតែសម្រាប់អ្នកថ្មីមើលទៅថាអត់ឃើញអញ្ចឹងទេអញ្ចឹងសម្ដេចកន្លែងហ្នឹងសម្ដេចជួយដោយរបៀបណាទៅដើម្បីឲ្យបានយល់ឃើញថាផ្លូវកណ្ដាលណាជំនឿខ្លះដែលថាវាមិនប៉ះពាល់អីខ្លាំងអាហ្នឹងគាត់ឲ្យយើងបញ្យល់បន្ថែមឧទាហរណ៍ថាសែនចុះសែនវាជារឿងប្រពៃណីហើយយើងទៅគាត់ទៅខាំងគាត់មិនបាវារឿងប្រពៃណីអញ្ចឹងមានថាឥឡូវញោមយើងគោរពដឹងគុណឪពុកម្ដាយយើងសែនហ្នឹងយើងតាំងចិត្តបូជាចំពោះគាត់អីក្នុងពុទ្ធសាសនាក៏មានដែរយើងធ្វើពុទ្ធបូជាយើងថ្វាយចង្ហាន់ព្រះអង្គណាប៉ុន្តែញោមចង់បានផលដល់ឪពុកម្ដាយជាដូនជាតាដែលស្លាប់ទៅតើធ្វើតេកណានុពទានចង់និយាយថាបាយទឹកហ្នឹងឲ្យបានជាប្រយោជន៍ដល់មនុស្សដែលនៅរស់នេះឲ្យឧទ្ទិសបាយទឹកហ្នឹងព្រោះយើងយកទៅដាក់ជូនគាត់ទៅយើងបានបន់ต้องគោរពបូជាគាត់ប៉ុន្តែគាត់មកហូបអត់កើតទេណាព្រោះបាយទឹកហ្នឹងវានៅនឹងដដែលណាប៉ុន្តែឧទាហរណ៍បើយើងយកបាយទឹកហ្នឹងយកទៅជូនអ្នកមានសិលយាយតាអ្នកមនុស្សល្អប្រសង់អីចឹងទៅថ្វាយចង្ហាន់ហើយអញ្ចឹងចង្ហាន់ហ្នឹងមហូបហ្នឹងបានជាប្រយោជន៍ដល់អ្នកប្រើប្រាស់នេះហើយបានជាបុណ្យហ្នឹងថាសូមឧទ្ទិសបុណ្យហ្នឹងទិសទានហ្នឹងដល់ម៉ែដល់ឪដល់ជីដូនជីតាសូមអញ្ជើញមកទទួលអញ្ចឹងយោមទៅសែនហ្នឹងក៏ទៅហើយមកធ្វើ
ទៀនថ្វាយព្រះសង្ឃតេក្រានុប្រទានធ្វើថែមទៀតទៅ កណា ហើយបើយើងខាត់អត់កើតទេត្រូវតែបញ្យល់អាហ្នឹងទើបអត់ចំហងជំរះ កណា ហ្នឹងហើយបើអ្នកណាចង់តែឈប់សែនអាហ្នឹងរឿងក៏គាត់ដែរយើងមិនបានបង្ខំគាត់ទេ កណា ហ្នឹងហើយ ចុះពាក់ព័ន្ធជាមួយការអុជធូបច្រើនអីច្រើនហ្នឹងសម្ដេចបានបញ្យល់ បញ្យល់បញ្យល់បានខ្លះញាតិញោមខ្លះក៏មិនទាន់ដូចថាមិនទាន់ទទួលណាគាត់នៅប្រកាន់អុជ5សៃមិន7សៃមិនអីមិនចឹងដែរបើមិនថាបើអុជក៏អូប ក៏តិច ហ្នឹងហើយបើខ្វល់អុជផ្សែងមិនសូវល្អអាត្មាទៅលង្ការទៅអីទៅភូមិអីគេអុជដែរពេលគេអុជទៅរឿងគ្រឿងកោបឯងបូជា កណា ហើយគេគ្រឿងហ្នឹងគ្រឿងធម្មជាតិដូចតែលែងអីអុជទៅក្លិនកោបគេហៅអីក្លឹមច័ន្ទណា ក្លឹមច័ន្ទកណា ហ្នឹង ក្លឹម ហើ ច័ន្ទ យ កណា អូបចឹងតែបើតែយើងមកពីអ្នកផលិតតាមតម្រូវការអញ្ចឹងផលិតអារបស់ថោកទៅវាចេញតែផ្សែងតែចេញផ្សែងពុលយើងវិញណា កណាថោលក់បានច្រើន លោកបានច្រើនអញ្ចឹងបើអាត្មាជូនយោបល់ញាតិញោមមិនខាត់ទេរឿងអុជប៉ុន្តែអុជតិចល្មមហើយអុជគ្រឿងក្អូបអុជនឹងដើម្បីបូជាព្រះអានឹងបានបន់ កណា កុំគ្រាន់តែអុជច្រើនអត់កើតទេហ្នឹង ចាំមានជំនឿមួយដែលជឿតគ្នាច្រើនថាបើទៅវត្តមិនបានអុជធូបអត់បានបន់ដល់ដូនយតា ណាអានេះគាត់ជឿតាមគ្នាឬក៏អ្នកខ្លះក៏ជឿអញ្ចឹងអ្នកខ្លះក៏មិនជឿគេស្ដាប់ធម៌យល់ទេក៏គេលះបង់ហើយគំនិតអញ្ចឹងណា កណាទេ ទៅយកផ្កាបូជាព្រះវិញទៅព្រោះទិសដៅនៃការអុជធូបហ្នឹងគឺបូជាតា ជា រឿងដល់រឿងយើងឧទ្ទិសនេះទេយើងធ្វើទានហើយពុកម៉ែខ្ញុំបានធ្វើទានខ្ញុំសូមឧទ្ទិសបុណ្យនេះដល់ពុកដល់ម៉ែហ្នឹងរឿងយើងឧទ្ទិសនេះតា កណា ហ្នឹងហើយ សម្ដេចពុទ្ធសាសនាមានតួនាទីសំខាន់យ៉ាងណាខ្លះនៅក្នុងការជួយដឹកនាំសង្គមបច្ចុប្បន្ន បើយើងមើលពីជ្រុងនៃប្រពៃណីវប្បធម៌យើងពុទ្ធសាសនាជួយថែរក្សាប្រពៃណីវប្បធម៌ កណា អឺសិល្បៈអីចឹងទៅណាវត្តអារាមមានវិហារមានសាលាសិល្បៈចម្លាក់អីនៅក្នុងវត្តភាគច្រើនបើយើងនិយាយឲ្យជ្រៅជាងនឹងបន្តិចពុទ្ធសាសនាអត់ទួនាទីមួយសំខាន់រឿងតកតងនឹងរំដោះសេចក្តីទុក្ខរបស់ប្រជាជនជាពិសេសសេចក្តីទុក្ខផ្លូវចិត្តទុក្ខផ្លូវកាយយើងអាចជួយបានដែរឧទាហរណ៍ថាគ្នាគ្រោះថ្នាក់ភ្លើងឆេះផ្ទះអីចឹងយើងជួយក្នុងនាមមនុស្សធម៌វត្តក៏បានជួយច្រើនដែរណាពេលមានគ្រោះភ័យអីចឹងទៅវត្តក៏ខ្លាយជាកន្លែងទទួលជនភៀសសឹកអីចឹងប្រចំណែកមួយដែលសំខាន់ហ្នឹងដូចទូនទីរបស់ព្រះអង្គសម័យពុទ្ធការព្រះអង្គគង់នៅហ្នឹងមនុស្សមានទុក្ខទៅរកព្រះអង្គហើយបើមិនមានទុក្ខទេព្រះអង្គទេសនាពេលព្រឹកមុនមិនបាត់ទេសនាពេលព្រឹកពេលអាសៀនមនុស្សមកវត្តមកស្ដាប់ធម៌ទេសនាសង្ឃថារឿយរាល់ថ្ងៃបើដល់ចឹងហើយមនុស្សបានស្ដាប់យល់ចូលចិត្តសប្បាយចិត្តហើយលះបង់អំពើអាក្រក់ហើយប្រឹងធ្វើអំពើល្អចឹងទៅហើយដូចថាមើលអាណាធិបណ្ឌិតសេដ្ឋីឬក៏ស្ដេចឬក៏មន្ត្រីអីចឹងទៅជួបព្រះអង្គទៅសប្បាយចិត្តទៅ កណា ហើយអ្នកខ្លះមានឧបនិស្ស័យខ្ពស់បានត្រាស់ដឹងធម៌យ៉ាងណាការងារបច្ចុប្បន្នរបស់ពុទ្ធសាសនាគឺរឿងនឹងហ្មងពង្រឹងស្មារតីបញ្យល់ឲ្យមនុស្សលះបង់អំពើអាក្រក់ហើយប្រឹងធ្វើអំពើល្អអប់រំចិត្តហើយកាលណាមនុស្សយើងជាមនុស្សល្អប្តីល្អប្រពន្ធល្អកូនល្អមេល្អកូនចៅល្អស្រុកទេវាល្អហើយមានន័យថាមនុស្សមានគុណធម៌ទៅស្រឡាញ់ចូលចិត្តគោរពរាប់អានគ្នាផឹងប្រែងធ្វើការជួយគ្នាវាមានសុខសន្តិភាពហើយក ណាអរគុណសម្ដេចចុះសម្រាប់ក្រហមដែលដឹកនាំគ្រួសារហើយក៏អត់សូវបានយល់ដឹងច្រើនអំពីព្រះពុទ្ធសាសនាដែរ
ប៉ុន្តែចាប់ផ្ដើមចង់បដិបត្តិពុទ្ធសាសនាតើគួរចាប់ផ្ដើមដោយរបៀបណាហើយមានធម៌ណាដែលសាមញ្ញអាចយកទៅដឹកនាំជីវិតឲ្យរីករាយជាមួយដំណើរជីវិតប្រកបណាជីវិតវាមានទុក្ខខ្លះមានសុខខ្លះប៉ុន្តែឲ្យបានយល់ថាមិនយល់ស៊ីជម្រៅយ៉ាងហោចណាស់បានយល់ពធខ្លះនៅក្នុងដំណើរជីវិត អឺដំបូងឡើយអឺយើងអាចនឹងស្ដាប់ធម៌តិចទៅវាបដោះសទ្ធាព្រោះចំណីរបស់សទ្ធាគឺការស្ដាប់ធម៌ហ្នឹង កណា ព្រោះការស្ដាប់ធម៌វាតលខ្សែគប់មនុស្សត្រូវដែរតែគាត់ជួនម៉ែឪបើកធម៌ឲ្យស្ដាប់អីចឹងទៅឬក៏ថាប្រពន្ធនាំប្តីឲ្យចេះស្ដាប់ធម៌បើកតិចៗចឹងណាគាត់ស្ដាប់ឬក៏ម៉ែបើកធម៌ទៅកូនក៏ស្ដាប់ចឹងទៅណាអាត្មាថាជួបអីនៅវត្តហ្នឹងម៉ែបើកធម៌ទៅកូនអាយុ 4-5 ឆ្នាំស្ដាប់បានដែរស្ដាប់បានដល់ពេលម៉ែខឹងចឹងទៅកូនទូចហ្នឹងទៅប្រាប់ថាម៉ែលោកទេសថាអត់ឲ្យខឹងទេខឹងបាបកូនទូចហ្នឹង អូកូនទូចប្រាប់ ហ្នឹងហើយប្រាប់ម្ដាយវិញអញ្ចឹងមានន័យថាកូនទូចទៅយល់ឲ្យបានទៅប្រាប់ម្ដាយបាន កណា អញ្ចឹងការសែបគប់ហ្នឹងបើកផ្លូវឲ្យមនុស្សហ្នឹងស្ដាប់ទៅបានកើតសទ្ធាចាប់ផ្ដើមយល់ថាអូមានបុណ្យមានបាបមានខុសមានត្រូវបាបនាំឲ្យមានទុក្ខបុណ្យនាំឲ្យបានសុខអញ្ចឹងបានជឿគុណបរតនត្រ័យពុទ្ធដឹកនាំឲ្យយើងដើរក្នុងផ្លូវត្រូវពធធ្វើឲ្យយើងមានសេចក្តីសុខប្រសង់ជាអ្នកប្រតិបត្តិល្អគួរឲ្យគោរពអញ្ចឹងចាប់ផ្ដើមមានសទ្ធាអញ្ចឹងណាបើអត់បានស្ដាប់វាពិបាកចេញសទ្ធាកើតជួនគាត់ឃើញរូបភាពអីមិនល្អគាត់កើតចិត្តទូមនោះវិញណាតែតោះស្ដាប់ត្រូវទៅបានកើតសទ្ធាបានគាត់ចេះធ្វើទានណា កណា ណាអូចាំម៉ែចាំឪធ្វើបន់ធ្វើទានទៅជាប្រយោជន៍សម្រាប់ជីវិតគាត់បច្ចុប្បន្ននឹងទៅអនាគតអត់កំណាញ់ខ្លាំងទេពីប្រតិជនមានកំណាញ់ប៉ុន្តែគាត់យល់ថាអូបន់ដែរនឹងបន់សម្រាប់ខ្លួនឯងណាហើយចាប់ផ្ដើមឡើងថ្នាក់បន់នឹងឧទាហរណ៍ថាសំសិលអើយយើងកុំឲ្យមានពាវរាអីតែជីវិតយើងណាឧទាហរណ៍ប្តីពុនអញ្ចឹងដល់វ័យមួយត្រូវគិតអំពីអនាគតកូនផងអនាគតយើងទៅមុខទៀតចាស់ទៅជាជាតិមុខទៀតតែរស់នៅជាតិនឹងកុំឲ្យមានកម្មពីអញ្ចឹងចាប់ផ្ដើមចេះរក្សាសិលហើយដល់ហើយសម័យបច្ចុប្បន្ននេះស្មុគស្មាញ stress ពិបាកចិត្ត កណា ទោះមានលុយមានកាក់មានកិត្តិយសមុខមាត់ស្អាតបាតអីប៉ុន្តែពិបាកចិត្តអញ្ចឹងរុញទៅមកកលៈទៀតអីចេះធ្វើសមាធិអីចឹងទៅ កណា ហ្នឹងអញ្ចឹងវាត្រូវឡើងអញ្ចឹងទៅរហូតអញ្ចឹងហ៎អញ្ចឹងសួរថាក្នុងនាមជាគ្រាវាសហ្នឹងក៏ត្រូវតែមានធម៌ហ្នឹងឯងបើមិនមានធម៌វល់វក់កើតទុកមកស្មាញ កណាអរគុណច្រើនសម្ដេចក្នុងចក្ខុវិស័យឬក៏ទស្សនវិស័យរបស់សម្ដេចបើកលេចមើលទៅពុទ្ធសាសនាឬក៏ការអប់រំក៏ដោយ20ឬក៏30ឆ្នាំក្រោយសម្ដេចចង់ឃើញពុទ្ធសាសនានឹងជ្រុតជ្រាបទៅដល់ណានៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងខ្ញុំកណាចង់មានន័យថាព្រោះបើយើងនិយាយថា90ទៅ95% នៃប្រជាពលរដ្ឋខ្មែរកាន់ពុទ្ធសាសនាពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋប៉ុន្តែការយល់ដឹងទំហំនៃការយល់ដឹងហ្នឹងប្រកបណាស់មិនដល់ទៅ90% ទេដែលយល់ដឹងអំពីគុណតម្លៃនៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធយកមកអនុវត្តនៅក្នុងដំណើរជីវិតអញ្ចឹងសម្ដេច បើថ្មចង់ឲ្យកូនទូចហ៊ានសូត្រធ្វើជាមនុស្សល្អពីក្មេងទៅបើចង់ទាញអាយុនឹងឲ្យវាក្មេងតិចពីមុនមកយើងគិតថាពុទ្ធសាសនាសម្រាប់មនុស្សចាស់អញ្ចឹងណាឥឡូវហ្នឹងផ្នត់គំនិតដូរហើយមនុស្សវ័យកណ្ដាលក៏ stress កើតទុក្ខរធរមនុស្សវ័យសិក្សាវិទ្យាល័យរៀនបញ្ញាអនុវិទ្យាល័យក៏
ក៏មានបញ្ហាផ្លូវចិត្តអញ្ចឹងគេស្ដាប់ធម៌ដែរយើងឃើញថាយើងដូរយើងព្យាយាមដូរឬយើងត្រូវការពេលវេលាច្រើនទៀតប៉ុន្តែអាត្មាសំខាន់ណាចង់ឃើញកូនទូចម៉ែឪបង្ហាត់បង្រៀនតម្រង់ទិសឲ្យកូនខ្លាយជាមនុស្សមានវិន័យមានសណ្ដាប់ធ្នាប់មានសិលធម៌ចេះគោរពខ្លាយជាពលរដ្ឋល្អតាំងពីទូចទៅអត់ចង់ឲ្យឃើញគ្រាន់តែយើងចង់ឲ្យកូននឹងប្រកែរៀនឈ្នះគេយកលេខ1ថាបើគិតជាស្រឡាញ់បែករឿងតិចថាស្រឡាញ់ការអប់រំបែបជប៉ុនកូនទូចដល់អាយុដល់ថ្នាក់ទី1ទី2ទី3អីនេះគេអត់ឲ្យមានប្រឡងយកលេខ1យកឈ្នះយកចាញ់អីទេគេឲ្យថាតើកូននឹងមានវិន័យអត់ចេះទុកដាក់ស្បែកជើងតាមត្រូវអត់ចេះសម្អាតថ្នាក់រៀនអត់ចេះសម្អាតបន្ទប់ទឹកអត់លាងចានស្អាតអត់ចេះគោរពគ្រូអត់ចេះធ្វើការងារជាក្រុមអត់ហើយជាមនុស្សមានសិលធម៌ល្អនៅក្នុងថ្នាក់រៀននឹងក្នុងសហគមន៍ចេះទុកដាក់សម្រាប់តាមត្រូវអត់ចុងរយៈពេលកូនកើតមកដល់អាយុ7-8 ឆ្នាំហ្នឹងជាពេលវេលាដែលបណ្ដុះពូជល្អឲ្យកូនបើអាត្មាស្រឡាញ់ចង់ឲ្យការអប់រំទូទៅក្តីការអប់រំពុទ្ធសាសនាក្តីទៅជ្រាបដល់នោះអត់ចង់ចាំដល់ចាស់ហើយឬក៏ចូលថ្នាក់វិទ្យាល័យហើយទៅរៀនទ្រឹស្ដីពុទ្ធសាសនាវាកែលែងចង់បានហើយអាយុវ័យប៉ុណ្ណឹងរឹងណាចឹងបើសិនបើជ្រួតជ្រាបពីតូចទៅងាយស្រួលនឹងកែតម្រង់ហ្នឹងដោយសារមិនតន់រឹងខ្លាំងណាកាលណាដល់ពេលអាយុដល់18 19ឆ្នាំចប់បាក់ឌុបហើយចូលមហាវិទ្យាល័យវាពិបាកតាំងកាលណាត្រូវយើងជាម៉ែជាឪជាសាលារៀននេះហើយរួមទាំងប្រសង់នឹងផងត្រូវធ្វើម៉េចផ្សំពូជល្អពេលដែលកូននៅទូចពីព្រោះយើងវិចពូជបនមកសំពាយពូជបាបមកសំពាយមកជាមួយខ្លួនយើងហើយតើនៅពេលដែលកូននឹងញាស់ឡើងនឹងយើងបដោះពូជណាបានមុនអាត្មាបើវងចោតិអាត្មាទៅស្រីលង្កាគេមាន Sunday School គេកម្មវិធីបដោះក្មេងៗឲ្យរៀនធម៌តាំងពីទូចតែគេរៀនចប់បាក់ឌុបសាលារដ្ឋគេមានបាក់ឌុបសាលាវត្តបាក់ឌុបសាលាវត្តហ្នឹងហើយអញ្ចឹងពេលគេដាក់ពាក្យធ្វើការងារបើមានបាក់ឌុបសាលាវត្តយើងថាសាលា Sunday School របស់វត្តហ្នឹងបានប្រាក់ខែខ្ពស់ជាងហើយជាងគេរៀនពី10ឆ្នាំហើយរឿងអីថាគេមិនចេះហើយថ្ងៃសិលឡើងថ្ងៃអាទិត្យឡើងក្មេងសដូចកុកចឹងពេញវត្តអញ្ចឹងមានន័យថាក្មេងៗភាគច្រើនក៏គាត់ចេះសូត្រធម៌ណាចេះសូត្រធម៌សូត្រដូចលោកចឹងគេចេះមកកណាហើយគេបដោះអញ្ចឹងផ្លូវខុសគេព្យាយាមបិទណាឧទាហរណ៍ថាផឹកស៊ីសបាយអីហ្នឹងគេអត់សូវឲ្យមានទេឧទាហរណ៍ថាកន្លែងលក់ស្រាគេអត់ឲ្យមានបើកតែប្រេះតែប្រដាប់អត់ទេហើយផឹកស្រាក៏អត់មានអីមកផឹកអីទៅពីឲ្យគេឃើញបានមានដែរប៉ុន្តែមានកន្លែងដែលមានទៅក្នុងទៅគៀនទៅណាហើយហាងស្រាហ្នឹងហិតតែអត់មានមកស្រុកមកផ្សារមានមួយកន្លែងអីចឹងទៅអត់មានអាចចេះតែទៅទិញគ្រប់កន្លែងបានអញ្ចឹងគេព្យាយាមបិទផ្លូវដែលអត់ល្អហើយគេព្យាយាមបើកផ្លូវល្អទីកន្លែងសក្ការៈបូជាចដូនចតាម៉ែឪគូសង្សារនាំគ្នាទៅវត្តព្រោះអត់សូវមានកន្លែងសបាយខុសហ្នឹងណាយើងនិយាយចឹងយើងទៅប៉ះពាល់អីប៉ុន្តែគេព្យាយាមបិទចឹងហ្មងអាផ្លូវដែលអត់ល្អគ្រឿងញៀនបរហោះម៉ូតូហ្នឹងគឺក្មេងគឺចូលសាលាបាត់ហើយព្រោះអត់មានពេលត្រូវបរហោះម៉ូតូកើតពីព្រោះម៉ោងហ្នឹងគឺម៉ោងរៀនម៉ោងរៀនចេញពីម៉ោងរៀនទៅម៉ោងកន្លែងសក្ការៈបូជាផ្សេងៗទៀតទៅផ្ទះទៅអីចឹងទៅចាអាផ្លូវខុសហ្នឹងគេអត់សូវបើកទេចឹងផ្លូវខុសហ្នឹងចង្អៀតអត់សូវទលាយដោយផ្លូវដែលល្អហ្នឹងហើយ
ហើយចឹងកូនហ្នឹងគឺវាដោះពូជល្អពីព្រោះមនុស្សវាត្រូវការបដោះវាត្រូវការហាត់ពុតលួតដំព្រោះអំពើល្អហ្នឹងវាត្រូវការកម្លាំងយើងជួយជ្រោមជ្រែងទាំងអស់មក កណា ម៉ែឪមួយមុខគុំពេលម៉ែឪយើងជួនកាលម៉ែឪយើងក៏អត់ទាន់យល់ដែរគាត់ថាឲ្យទៅតារៀនតាឲ្យតាលុយតាគ្រូបង្រៀនហើយនៅក្នុងសាលារៀនមិនប្រកាសថាបដោះពូជល្អហ្នឹងចង់និយាយថាគាត់បង្រៀនផ្នែកខាងជំនាញរបស់គាត់ទៅភូមិទៅប្រវត្តិទៅគណិតទៅរូបទៅគីមីទៅអញ្ចឹងណាប៉ុន្តែរឿងគុណសម្បត្តិជាមនុស្សល្អនេះត្រូវតែបដោះ កណា ពីព្រោះគុណសម្បត្តិជាមនុស្សល្អនេះត្រូវរស់នៅជាមួយកូននឹងមួយជីវិតទៅភូមិវិទ្យាប្រវត្តិជាគណិតវិហារហើយវាអាចភ្លេចបានប៉ុន្តែរឿងលក្ខណៈរបស់មនុស្សល្អនេះបើកូននឹងស្ពាយទៅជាមួយកូននឹងបានសុខមួយជីវិតពីព្រោះដូចមានមុនការពារអញ្ចឹង កណា ហើយទៅណាមកណាធ្វើការអីគេស្រឡាញ់គេចូលចិត្តមនុស្សល្អអាហ្នឹងក្នុងទោះលោកហៅថាជាមនុស្សមានសិលអញ្ចឹងដែលអាត្មាគិតថាទៅមុខទៀតណាយើងត្រូវធ្វើការងារមួយហ្នឹងបដោះពូជល្អពីក្មេង